អាយដាមជាស៊ីតារាអគ្គលេខាធិការរងសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាតំណាងដល់ខ្ពងខ្ពស់អាយដាមកតេសង្ឃៈបណ្ឌិតគុណគឹមទេសរដ្ឋមន្ត្រីអនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជានៅព្រឹកថ្ងៃច័ន្ទទី27ខែកក្កដាឆ្នាំ2026បានអញ្ជើញជាធិបតីភាពក្នុងពិធីបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាលនិងការងារបេឡាមរណៈសង្គ្រោះអនកខេត្តកំពង់ស្ពឺដោយមានការអញ្ជើញចូលរួមពីសមាជិកគណៈអចិន្ត្រៃយ៍អនកថ្នាក់កណ្ដាលអភិបាលរងខេត្តលោកតូចប៉ូលីវ៉ាជាអនុប្រធានអនកខេត្តកំពង់ស្ពឺក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិការអនកខេត្តក្រុងស្រុកនិងសាខាអនកឃុំសង្កាត់ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តព្រមទាំងលោកស្រីជាមន្ត្រីជំនាញខេត្តកំពង់ស្ពឺចំនួន230នាក់ឯកឧត្តមជាស៊ីតារាបានលើកឡើងថាក្រោយពីបញ្ចូលអតីតយុទ្ធជននិងនិវត្តជនទៅក្នុងសមាគមតែមួយទើបថ្នាក់ដឹកនាំលេខាធិការដ្ឋាននៅតាមថ្នាក់នីមួយៗមានការកែសម្រួលជាថ្មីនិងការងារថ្នាក់មូលដ្ឋានកាន់តែច្រើននិងធំជាងមុននៅតាមក្រសួងស្ថាប័នមន្ទីរអង្គភាពជុំវិញខេត្តទើបថ្នាក់ដឹកនាំអនកថ្នាក់កណ្ដាលសមាគមចាត់តាំងមន្ត្រីជំនាញរបស់អនកចោះធ្វើបទបង្ហាញនិងបណ្ដុះបណ្ដាលពីរចនាសម្ព័ន្ធថ្មីទៅលើការងារពាក់ព័ន្ធនឹងការបញ្ចូលសមាជិកសមាគមជាពិសេសគឺការពង្រឹងការងាររដ្ឋបាលនិងការងារបេឡាមរណៈសង្គ្រោះអនកដើម្បីឲ្យថ្នាក់ដឹកនាំនិងក្រុមការងារលេខាធិការដ្ឋានអនកគ្រប់ជាន់ថ្នាក់ក្នុងខេត្តបានយល់និងអនុវត្តការងារបានកាន់តែល្អដើម្បីបម្រើការងារជូនអតីតយុទ្ធជននិងនិវត្តជនកាន់តែប្រសើរអាយដាមជាស៊ីតារាមានប្រសាសន៍ទៀតថាអនកតាមថ្នាក់នីមួយៗត្រូវចោះជួបផ្ទាល់ដល់ក្នុងផ្ទះរបស់សមាជិកគ្រប់គ្រងស្ថិតិបញ្ជីឈ្មោះអតីតយុទ្ធជននិងនិវត្តជនទាំង8731នាក់ក្នុងខេត្តកំពង់ស្ពឺដើម្បីដឹងសុខទុក្ខបង្កើនភាពស្និទ្ធស្នាលងាយស្រួលគ្រប់គ្រងនិងអនុវត្តការងារជូនអតីតយុទ្ធជនកាន់តែរហ័សនិងមានប្រសិទ្ធភាពអាយដាមបានលើកឡើងទៀតថាគណៈកម្មាធិការអនកខេត្តក្រុងស្រុកនិងសាខាអនកឃុំសង្កាត់ទាំងអស់ត្រូវចុះស្រង់ទិន្នន័យសមាជិកសមាគមទាំងអតីតយុទ្ធជននិងនិវត្តជនដើម្បីធ្វើជាសៀវភៅប្រវត្តិរូបសម្រាប់តម្កល់ទុកនៅថ្នាក់ឃុំសង្កាត់ថ្នាក់ក្រុងស្រុកថ្នាក់ខេត្តនិងនៅគណៈអចិន្ត្រៃយ៍អនកថ្នាក់កណ្ដាលដើម្បីដឹងច្បាស់ពីតម្រូវការនិងងាយស្រួលទំនាក់ទំនងជាមួយសមាជិកក្នុងឱកាសនេះដែរអាយដាមជាស៊ីតារាបានបន្ថែមថាដើម្បីបម្រើការងារសមាគមកាន់តែមានប្រសិទ្ធភាពនិងដោះស្រាយបញ្ហាប្រឈមជូនអតីតយុទ្ធជននិងនិវត្តជនឲ្យទាន់ពេលវេលាក្រុមការងារនៃគណៈកម្មាធិការអនកខេត្តកំពង់ស្ពឺគ្រប់ជាន់ថ្នាក់ទាំងអស់ត្រូវសិក្សាស្វែងយល់ការធ្វើបទបង្ហាញស្ដីពីការងាររដ្ឋបាលនិងការងារបេឡាមរណៈសង្គ្រោះដែលមានគ្រូឧទ្ទេសមានបទពិសោធន៍យូរឆ្នាំទៅលើការងាររដ្ឋបាលនិងបេឡាមរណៈសង្គ្រោះដើម្បីទទួលបានបទពិសោធន៍និងចំណេះដឹងក្នុងការអនុវត្តការងាររបស់សមាគមនិងបម្រើការងារជូនអតីតយុទ្ធជននិងនិវត្តជនទាន់ពេលវេលានិងកាន់តែល្អប្រសើរ